សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះយើងនឹងស្គាល់ command សំខាន់ៗ3ទៀតគឺ git rebase git merge ហើយនិង git reset ហើយក្នុងវីដេអូហ្នឹងក៏មានចំណុចសំខាន់មួយទៀតគឺពេលយើង merge ទៅវា conflict code គ្នាសម្រាប់ git merge គឺជាពាក្យដែលគេប្រើសម្រាប់ពេលដែលយើងកែប្រែ code ក្នុង branch របស់យើងហើយយើងចង់ទៅបញ្ចូល code ជាមួយនឹង branch មួយផ្សេងទៀតអញ្ចឹងហើយគេហៅ git merge អញ្ចឹងយក branch ពីរមកបូកបញ្ចូលគ្នាហៅ merge ហើយអូខេដើម្បីដឹងច្បាស់យើងមកមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងក្នុង branch back end ខ្ញុំ one នេះខ្ញុំកែទៅជា one ហើយលេខ1ហើយចុច1ចឹងខ្ញុំកែកូដទៅជា 1.1 បើចឹងហើយខ្ញុំ git add សិន git add git commitហើយ change code mistake change code from one change code នៅក្នុង one.txt from 1ទៅ 1.1 អូខេបន្តមកទៀត check out ទៅ master វិញ git check out ទៅ master វិញអូខេអញ្ចឹង master របស់យើង one តតែអញ្ចឹងយើងចង់ឲ្យ branch master របស់យើងនឹងដូច branch back end អញ្ចឹងយើង merge ជាមួយគ្នាអញ្ចឹងដើម្បី merge បានយើងប្រើ git merge រួចហើយឈ្មោះ branch ដែលយើងចង់ merge ជាមួយគឺ back end អញ្ចឹងយើង say back ហើយ end នោះ back end ពេលកន្លែងនេះយើងចុច control O ហើយ enter ហើយ control X ចឹងមានថាយើងបាន merge master branch ជាមួយនឹង back end branch ហើយកន្លែងនេះក្នុងករណីដែលយើងអត់ conflict គ្នាអញ្ចឹងបើករណី conflict គ្នាឧទាហរណ៍ថានៅក្នុង master ខ្ញុំដាក់ 1.1 ហើយចុចមួយទៀតហើយចុចមួយទៀតចុច2ដងអញ្ចឹងខ្ញុំ git add git commit .m ហើយ change code in one.txt ម្ដងទៀតអូខេអញ្ចឹងខ្ញុំ commit code ទៅហើយនៅក្នុង master អញ្ចឹងខ្ញុំ check out ទៅ branch back end វិញ git check out ទៅ branch back end អូខេអញ្ចឹងខ្ញុំ check out មក branch back end វិញហើយ back end 1.1 អញ្ចឹងខ្ញុំចង់ឲ្យវា conflict គ្នាខ្ញុំកែកន្លែងហ្នឹងដដែលប៉ុន្តែខ្ញុំដាក់ចុច2អញ្ចឹងកូដនៅកន្លែងនេះនៅ conflict គ្នាហើយ conflict ខ្ញុំ git add សិន git commit ទៅសិន git commit change code in one.txt branch master ហើយនិង branch back end ខុសគ្នាហើយអញ្ចឹងបើខ្ញុំ merge branch ពីរហ្នឹងចូលគ្នា git វានឹង conflict គ្នាឧទាហរណ៍ថាអញ្ចឹងខ្ញុំសាក់ merge ទៅវានឹង conflict ហើយអូខេអញ្ចឹងខ្ញុំ check out ទៅ branch master វិញ git check out master អូខេអញ្ចឹងបន្ទាប់ពីយើង check out មក master វិញហើយយើងចង់មកយើង merge branch back end ជាមួយ master យើងប្រើដដែល git merge អូខេអញ្ចឹងកន្លែងនេះបង្ហាញថា code របស់យើងនៅក្នុង main ហើយ code កន្លែងនេះមកពី back end អញ្ចឹងយើងចុះយកមួយដែលជាជំរឿនរបស់យើងរួចហើយយើង git add git commit ម្ដងទៀតអញ្ចឹង code នៅលើហ្នឹងបង្ហាញថា head នេះគឺជា code ដែលនៅលើ master ជា code នៅលើ master ជា code ដែលយើងចូលនៅជាមួយហើយ code i1.1.2 ហ្នឹងមកពី branch back end អញ្ចឹងយើងចុះយកមួយដែលជាជំរឿនរបស់យើងអញ្ចឹងខ្ញុំចុះយក code នៅក្នុង main code នៅក្នុង main 1.1.1 អញ្ចឹងខ្ញុំត្រូវលុបអា code មកពី back end ចោលអញ្ចឹងខ្ញុំលុបចោលកន្លែងនេះទៀតរួចហើយខ្ញុំ commit ទៅម្ដងទៀត git add git commit .m រួចហើយ message merge code អូខេអញ្ចឹងយើង merge code បានជោគជ័យហើយអញ្ចឹងយើងចូលមក git rebase ម្ដងអញ្ចឹង git rebase ហ្នឹងត្រូវបានប្រើសម្រាប់យក commit របស់ branch មួយទៅដាក់លើ commit ចុងក្រោយនៃ branch មួយផ្សេងទៀតឧទាហរណ៍ថាខ្ញុំ git check out ទៅ branch back end វិញ git check out
backend អូខេបន្ទាប់មកទៀតឧទាហរណ៍ថានៅលើឧទាហរណ៍ថានៅលើ master ឧទាហរណ៍ថាខេអញ្ចឹងយើងចូលមក Gitbase ម្ដងអញ្ចឹង Gitbase ហ្នឹងត្រូវបានប្រើសម្រាប់យក commit របស់ branch មួយទៅដាក់លើ commit នៅលើ branch មួយផ្សេងទៀតអញ្ចឹងឧទាហរណ៍ថានៅលើ master branch ហ្នឹងខ្ញុំកែកូដទៅជាមួយធម្មតានេះវិញរួចហើយខ្ញុំ git add git commit ដល់ m ហើយបន្តមកទៀតយើង message change code ពី 1.1.1 ទៅ 1 មួយទៅទេអូខេបន្ទាប់មកយើង check out ទៅ backend អូខេបន្តមកទៀតយើងប្រើ Gitbase អញ្ចឹង Gitbase ហ្នឹងនឹងយកអា commit ដែលយើង commit នៅក្នុង master ហ្នឹងមកដាក់ក្នុង backend ហើយអញ្ចឹងបើខ្ញុំប្រើ Gitbase ហើយ master អូខេអញ្ចឹងនេះពេលនឹងយក commit ដែលពី master មកដាក់ក្នុង backend អញ្ចឹងយើងប្រើ Gitbase ហ្នឹងយើងធ្វើឲ្យ commit history យើងស្អាតនិងត្រង់ល្អប៉ុន្តែគួរប្រើ Gitbase នៅលើ public branch ឬក៏ branch ដែលយើងធ្វើការជាមួយ developer ផ្សេងទៀតទេពេលយើងប្រើ Gitbase ហ្នឹងទៅឧទាហរណ៍ថា developer ផ្សេងទៀតគាត់ push code របស់គាត់ទៅហើយតើមកយើងប្រើ Gitbase មកចូលមកក្នុង local computer របស់យើងបន្តមកទៀតស្រាប់តែគាត់ override code របស់គាត់បន្តមកទៀតយើងប្រើ Gitbase ម្ដងទៀតចូល local ក្នុង computer របស់យើងម្ដងទៀតអញ្ចឹងពេលយើងឆែក git log ទៅឃើញ commit ពីរដូចគ្នាហើយមកក៏ដូចគ្នា author ក៏ដូចគ្នាអញ្ចឹងពិបាកស្វែង conflict code គ្នាច្បោកច្បល់ពិបាកសម្រាប់ git reset ហ្នឹងមានន័យថាឧទាហរណ៍ថាខ្ញុំ git ខ្ញុំ change file ឧទាហរណ៍ថាខ្ញុំ change file ជា change file ពីមួយទៅអញ្ចឹងហើយខ្ញុំប្រើ git add ឧទាហរណ៍ថាយើងមកមើល code របស់យើងហើយយើងឃើញកន្លែងណាមួយខុសយើងប្រើ git reset អញ្ចឹងយើងប្រើ git reset ទៅ unstack change ហើយកាលវីដេអូទី3យើងនិយាយថា process basic workflow របស់ git ទី1នៅក្នុង directory របស់យើងនៅក្នុង file code របស់យើងបន្ទាប់មក git stack ពេលយើង git add ទៅវាចូលទៅក្នុង git stack ពេលយើង git commit ទៅនឹងមានន័យថាយើង commit code ទៅហើយអញ្ចឹងយើងចូលមក git reset ម្ដងសម្រាប់ git reset ហ្នឹងឧទាហរណ៍មានន័យថាជាឲ្យយើងកែ file មកណាកែ file ទាំងមករួចហើយយើង git add យើង git add បានអញ្ចឹងហើយប៉ុន្តែស្រាប់តែកន្លែងបើមើល code របស់យើងយើងឃើញថាខុសប៉ុន្តែយើងបាន git add ហើយអញ្ចឹងយើងប្រើ git reset ដើម្បី unstack change ពីក្នុង stack មកក្នុង working directory របស់យើងវិញអញ្ចឹងកាលវីដេអូទី3យើងបាននិយាយថាក្នុង git basic workflow របស់យើងមាន working directory working file របស់យើងបន្តមកទៀតយើងបាននិយាយថាតទៅពីយើងប្រើ git add ទៅអញ្ចឹងវាចូលក្នុង staging បន្តមកទៀតมันចូលដល់ commit អញ្ចឹងឥឡូវយើងចូលដំណាក់កាលទី2យើងប្រើ git add ទៅយើងចូលដំណាក់កាលទី2តែយើងចង់ទៅដំណាក់កាលទី1យើងចង់ back ទៅដំណាក់កាលទី1វិញយើងប្រើ git reset ហ្នឹង git reset រួចហើយទៅវានឹង reset ទៅដំណាក់កាលទី1វិញហើយដំណាក់កាលទី1ក្នុង working directory អញ្ចឹង file ហ្នឹងនៅក្នុង working directory របស់យើងក្នុង VS4 ក៏មានកន្លែងមើលកន្លែងហ្នឹងដែរអញ្ចឹងបើយើងចូលមកជាឧទាហរណ៍យើងធ្វើម្ដងទៀតគាត់ថាយើងកែកូដចឹងហើយពេលនេះ change មានថាក្នុង working directory កន្លែងហ្នឹងបន្តមកទៀតយើងប្រើ git add អូខេអញ្ចឹងវាទៅក្នុង stack change ហើយយើងប្រើ git reset ម្ដងទៀតអញ្ចឹងវាមកកន្លែង change នេះម្ដងទៀតយើងប្រើ git reset ទៅវាមកចូលមកក្នុង working directory របស់យើងវិញហើយករណីមួយទៀតឧទាហរណ៍យើងកែកូដចឹងហើយយើងប្រើ git add តែសារនេះយើងបាន commit កូដទៅដល់ m ហើយ new commit ឧទាហរណ៍សារនេះយើងបាន commit កូដទៅហើយយើងប្រើ git log
ចឹងនេះ you commit ចឹងយើង clear ចោលសិនចឹងយើងចង់លុប commit ហ្នឹងចោលវិញអូខេចឹងយើងប្រើ git reset ហើយដក make add ហើយលេខ1អូខេ unstack change បើយើងប្រើ git log ម្ដងទៀតឃើញថាយើងបាត់ commit យើង commit ដល់មិញហើយចឹងក្នុងវីដេអូអ្វីទៅមានតែប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូក្រោយ